สุดท้ายต่อគ្នាបាទថ្ងៃនេះមករៀនភាសាចិនជាមួយនឹងខ្ញុំបាទចំពោះមេរៀនថ្មីបាទឥឡូវនេះយើងចាប់ផ្ដើមតែម្ដងបាទពាក្យទី1គឺយើងអានថាជាវជាវឈ្មោះបាទឈ្មោះអញ្ចឹងភាសាចិនឈ្មោះគឺជាវបាទពាក្យទី2什么ដូចថាអ្វីឬក៏អីបាទសិនមើហ្នឹងអ្វីឬក៏អីពាក្យទី3是គឺជាបាទគឺជាបាទពាក្យទី4ណាបាទណាហ្នឹងអក្សរខ្មែរយើងណាដូចគ្នាឧទាហរណ៍អ្នកនៅឯណាបាទអ្នកជនជាតិណាបាទពាក្យទី5គួប្រទេសបាទប្រទេសបាទពាក្យទី6រិនមនុស្សបាទជាភាសាចិនរិនមនុស្សបាទពាក្យទី7ចុងគួប្រទេសចិនបាទពាក្យទី8ជានពូចាយប្រទេសកម្ពុជាបាទពាក្យទី9ហ្វាគួប្រទេសបារាំងបាទបន្តមកទៀតយើងមករៀនបង្កើតប្រយោគជាមួយគ្នាបាទពីពាក្យដែលយើងរៀនមិញបាទឧទាហរណ៍ដូចជាពាក្យគេសួរឈ្មោះយើងឬឈ្មោះអីអញ្ចឹងភាសាចិនគេសួរថា你叫什么តើអ្នកឈ្មោះអ្វីបាទអញ្ចឹងយើងឆ្លើយវិញ我叫李喜龙បាទអញ្ចឹងឈ្មោះរបស់ខ្ញុំគឺ李喜龙我叫李喜龙បាទបន្តមកទៀតគេសួរថាតើអ្នកជនជាតិណាអញ្ចឹងភាសាចិនគេសួរថា你是哪国人你是哪国人តើអ្នកជនជាតិណាអញ្ចឹងបើយើងជនជាតិកម្ពុជាយើងឆ្លើយថា我是柬埔寨人បាទបើយើងជនជាតិចិនយើងឆ្លើយផ្សេងទៀតឆ្លើយថា我是中国人ជនខ្ញុំគឺជាជនជាតិចិនបាទ